Oh my god! Oh my god! Oh my god! I'm sorry. Oh my god! We're not. Oh my god! Oh my god! Oh my god! Take a picture. Can I take a picture? Take a picture, please, please. Oh my god! I love you, bro. My son telling you that. Bro, yes, bro. Hey, I love you, bro. But now I'm a big fan. Ronaldo, love you. I got you right here. ពីក្មេងទំនើងតាមអនឡាញក្លាយជាសេដ្ឋីវ័យក្មេងនិងជាស្ដេច streamer នៅលើពិភពលោកតើអ្នកជឿទេថាក្មេងប្រុសម្នាក់ដែលធ្លាប់តែស្រែកឡូឡានៅមុខកាមេរ៉ានៅក្នុងបន្ទប់គេងដ៏តូចមួយតែអាចក្លាយទៅជាបុគ្គលដែលមានឥទ្ធិពលបំផុតម្នាក់នៅលើអ៊ីនធឺណិតថ្ងៃនេះយើងនឹងនិយាយអំពី ISOSpeed ឬ Darren Watkins Jr. តើគាត់បានសាងកេរ្តិ៍ឈ្មោះដោយរបៀបណាហើយតើទ្រព្យសម្បត្តិមហាសាលរបស់គាត់មានចំនួនប៉ុន្មានឲ្យប្រកបមកតាមដានជាមួយយើងទាំងអស់គ្នា Darren Watkins Jr. កើតនៅថ្ងៃទី21 ខែមករាឆ្នាំ2005នៅទីក្រុង Cincinnati រដ្ឋ Ohio គាត់មិនមែនកើតមកក្នុងគ្រួសារអភិជនទេ Darren គឺជាក្មេងម្នាក់ដែលមានឥទ្ធិពលលើសលប់តាំងពីតូច Speed បានចាប់ផ្ដើមបង្កើត Channel YouTube តាំងពីឆ្នាំ2016ប៉ុន្តែគាត់ទើបតែចាប់ផ្ដើមល្បីខ្លាំងនៅក្នុងឆ្នាំ2021តាមរយៈការ live stream ដូចជាការលេងហ្គេម NBA 2K ហ្គេម Fortnite និងហ្គេម Roblox ហើយគាត់ក៏បានធ្វើការងារជាច្រើនដូចជាការចែកចាយអាហារដើម្បីយកលុយទៅទិញឧបករណ៍ live stream ហើយគាត់តែងតែនិយាយថាខ្ញុំនឹងក្លាយទៅជាមនុស្សល្បីទោះបីជាពេលនោះគ្មានអ្នកណាជឿគាត់ក៏ដោយហើយអ្វីដែលធ្វើឲ្យគាត់ល្បីគឺជាថាមពលដ៏លើសលប់ពីការលេងសើចបែបប្លែកៗនិងប្រតិកម្មខ្លាំងៗដែលគ្មានអ្នកណាដូចគាត់នៅឆ្នាំ2021គឺជាឆ្នាំមាសរបស់គាត់คลิปវីដេអូដែលគាត់បានលេងហ្គេម Talking Band បានផ្ទុះពាសពេញ TikTok និងបណ្ដាញសង្គម YouTube ការឆេវឆាវប្លែកៗនិងសកម្មភាពមិនចេះអៀនខ្មាស់របស់គាត់បានទាក់ទាញយុវជនជាច្រើនឲ្យមានការចូលចិត្តពីយុវជនដែលមានចំនួនក្រោយ Gen Z ជាខ្លាំងការចូលចិត្តបាល់ទាត់ជាអ្វីដែលរុញច្រានឲ្យគាត់កាន់តែល្បីដល់កម្រិតអន្តរជាតិគឺជាការដែលគាត់បានបង្ហាញខ្លួនជាមួយនឹងអ្នកគាំទ្រលេខ1របស់ Cristiano Ronaldo ទោះបីជាដំបូងគាត់មិនសូវដឹងរឿងបាល់ទាត់ច្រើនក៏ដោយប៉ុន្តែការខិតខំប្រឹងរៀនពីបាល់ទាត់និងការធ្វើដំណើរទៅមើលការប្រកួតផ្ទាល់បានធ្វើឲ្យពិភពលោកបាល់ទាត់ហើយការដែលគាត់គឺជាអ្នកគាំទ្រដ៏ងប់ងល់របស់ Cristiano Ronaldo បានធ្វើឲ្យគាត់ល្បីពាសពេញពិភពលោករាល់វីដេអូដែលគាត់តែងតែព្យាយាមជួបជាមួយនឹង Ronaldo គឺតែងតែមានអ្នកមើលរាប់លានដងពេលនោះគាត់ក៏បានឈ្នះពានរង្វាន់ Breakout Streamer of the Year នៅក្នុងកម្មវិធី Streamy Awards នៅក្នុងឆ្នាំ2022ហើយក្រៅពីការងារ stream គាត់ក៏ជាតារាចម្រៀងផងដែរបទ World Cup របស់គាត់គឺទទួលបានការគាំទ្រយ៉ាងខ្លាំងនៅទូទាំងសកលលោកភាពចម្រូងចម្រាសនិងការងើបឡើងវិញផ្លូវដែលឆ្ពោះទៅរកភាពជោគជ័យគឺមិនរលូនជានិច្ចនោះទេ Speed ក៏បានត្រូវពមៀនបិទ account Twitch និងជួបបញ្ហាជាច្រើនដោយសារសម្ដីអសុរោះនិងសកម្មភាពគ្រោះថ្នាក់ប៉ុន្តែអ្វីដែលធ្វើឲ្យគេកោតសរសើរគឺជាការចេះកែខ្លួននិងមិនមានការបោះបង់គាត់បានបដូរមក live នៅលើ YouTube ហើយកំណើនអត្រាអ្នកមើលកើនឡើងរាប់សែននៅក្នុងពេលតែមួយផ្លេតហើយជីវិតនិងទ្រព្យសម្បត្តិដ៏ហ៊ឺហាឥឡូវនេះយើងនិយាយអំពីលុយកាក់ម្ដងតើ ISOSpeed មានទ្រព្យសម្បត្តិប៉ុន្មានបើយើងគិតត្រឹមឆ្នាំ2025ដល់2026ទ្រព្យសម្បត្តិរបស់គាត់ត្រូវបានប៉ាន់ស្មានថាចន្លោះពី12ទៅ15លានដុល្លារប្រភពចំណូលរបស់ ISOSpeed គឺមានដូចជាតាមបណ្ដាញសង្គម YouTube AdSense ដែលនៅក្នុងមួយខែគាត់អាចរកប្រាក់បានរាប់សែនដុល្លារអំពីការចូលមើលវីដេអូ
ហើយក៏បានទទួល sponsor ពីកិច្ចសន្យារបស់ក្រុមហ៊ុនធំៗនិងមានការផ្សាយពាណិជ្ជកម្មឲ្យភេសជ្ជៈដូចជាភេសជ្ជៈ Prime របស់ Longchamp Paul និង KSI និងចំណូលពីតន្ត្រីបទ World Cup និងបទផ្សេងទៀតដែលរកចំណូលបានរាប់លានអំពីការ stream ហើយការចាយវាយនៅត្រឹមអាយុ19ឆ្នាំរបស់គាត់បានទិញវីឡាតម្លៃជាង$4 លាននិងមានឡានទំនើបដូចជា Lamborghini Huracan និងតាំងខ្លួនគឺជាម្ចាស់ឡានកែច្នៃ Mark CR7 ដ៏ល្បីល្បាញសរុបមកនេះគឺជាមេរៀនជីវិត iSoSpeed មិនមែនគ្រាន់តែជាអ្នកស្រែកតាមអនឡាញទេប៉ុន្តែគាត់គឺជាអ្នកកំដរអារម្មណ៍ដ៏ប៉ិនប្រសប់ម្នាក់ពីក្មេងប្រុសធម្មតាដែលស្រមៃចង់ជួប idol របស់ខ្លួនរហូតដល់ក្លាយទៅជាមនុស្សដែលពិភពលោកចង់ជួបទៅវិញមេរៀនពី Speed គឺចូលខ្លួនធ្វើខ្លួនឯងហើយធ្វើអស់ពីសមត្ថភាពទោះបីជាពិភពលោកមើលមកថាឈួតក៏ដោយតើអ្នកយល់យ៉ាងណាចំពោះ iSoSpeed កុំភ្លេច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗជួបគ្នានៅវីដេអូក្រោយ